ក្របចំនួន7គ្រាប់និងក្របបែកដៃចំនួន3គ្រាប់ក្នុងនោះក៏មានខោអាវប៉ារ៉ាមួយកំភ្លេមួកប៉ារ៉ាថ្នាក់ឧត្តមស្នេហ៍មួយព្រមទាំងមានអង្គអត្តសញ្ញាណប័ណ្ណកាតកងយុទ្ធពលខេមរៈភូមិន្ទនិងសម្ភារៈមួយចំនួនទៀតកម្លាំងប៉ូលីសព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ូលីសក្រុងបានលុងធ្វើការឃាត់ខ្លួនចូលសរសៃបានចំនួន2នាក់ព្រមទាំងដកហូតបានបង់កំភ្លើងនិងគ្រាប់20គ្រាប់យកមកធ្វើការសួរនាំក្រោយពីសួរនាំទៅជួនសរសៃចំនួន2នាក់ដែលមានឈ្មោះទី1ឈ្មោះទឹកសំអល់អាយុ30ឆ្នាំជនជាតិខ្មែរមានមុខរបរជាយោធានៅសាលាវឹកវើតបរថក្រោះនិងទី2ឈ្មោះសុកសនភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែររស់នៅភូមិត្រាំងលហុងឃុំមហាជាងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាពួកគេបាននាំយកកំភ្លើងមកលក់នៅខេត្តរតនគិរីនេះចំនួន3លើកមកហើយគឺពួកគេបានលក់ទៅឲ្យប្រជាពលរដ្ឋរស់នៅក្នុងស្រុកអណ្ដូងមាសជាពិសេសកំភ្លើងដែលពួកគេនាំយកមកលក់ចំនួន3លើកនេះគឺមានចំនួន6ដើមឯណោះជនសង្ស័យទិញអាវុធខុសច្បាប់ទាំង5នាក់ទី1ឈ្មោះគុជរតនាភេទប្រុសអាយុ42ឆ្នាំជនជាតិខ្មែរទី2ឈ្មោះសែនសំណាងហៅស្មាក់ភេទប្រុសអាយុ33ឆ្នាំជនជាតិខ្មែរទី3ឈ្មោះវៃរីភេទប្រុសអាយុ36ឆ្នាំជនជាតិខ្មែរទី4ឈ្មោះរចំទីភេទប្រុសអាយុ47ឆ្នាំជនជាតិច្រៃនិងទី5ឈ្មោះកែសុគឿនភេទប្រុសអាយុ43ឆ្នាំជនជាតិខ្មែរអ្នកទាំង5នាក់នេះរស់នៅក្នុងភូមិកេតឃុំញៀងស្រុកអណ្ដូងមាសខេត្តរតនគិរីហើយជនសង្ស័យទាំង5នាក់នោះត្រូវបានប៉ូលីសនាំយកមកកាន់ការិយាល័យកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសួរនាំនិងធ្វើកំណត់ហេតុបន្តទៀតក្រោយពីធ្វើការសួរនាំទៅជនសង្ស័យទាំង5នាក់នោះបានឆ្លើយសារភាពថាពួកគេពិតជាបានទិញអាវុធពីជនទាំងពីរនាក់ខាងលើនេះពិតប្រាកដមែនក៏ប៉ុន្តែអាវុធចំនួន3ដើមទៀតគឺបានលាក់ទុកក្នុងព្រៃឥឡូវនេះគឺមានអ្នកលួចបន្តបាត់អស់ទៅហើយបច្ចុប្បន្នជនសង្ស័យទាំង7នាក់ព្រមទាំងវត្ថុតាងត្រូវបានប៉ូលីសការិយាល័យកម្រិតធ្ងន់បំពេញសំណុំរឿងរួចរាល់អស់ហើយព្រមទាំងបានបញ្ជូនខ្លួនទៅកាន់សាលាដំបងខេត្តហើយនៅព្រឹកថ្ងៃទី5ខែកក្កដាឆ្នាំ2014នេះគូបញ្ជាក់ផងដែរថាប្រជាពលរដ្ឋរស់នៅក្នុងខេត្តរតនគិរីមានការត្រេកអរនិងសាទរយ៉ាងខ្លាំងចំពោះកម្លាំងប៉ូលីសទាំងអស់ដែលបានបំពេញបេសកកម្មយ៉ាងល្អប្រសើរឈានទៅដល់ការបង្ក្រាបបាននៅមុខសញ្ញាជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ជាច្រើនអ្នកហើយអ្នកទាំងនេះត្រូវបានប្រជាពលរដ្ឋយ៉ាងច្រើនដាក់ការសង្ស័យថាក្រុមប្លន់ប្រដាប់អាវុធរយៈពេលកន្លងមកទៀតផងហើយចំពោះករណីនេះសមាជិកនឹងបន្តធ្វើការស្រាវជ្រាវជាបន្តទៀតដើម្បីឈានទៅធ្វើការចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរយុវជន25ឆ្នាំម្នាក់ផឹកស្រវឹងទាំងថ្ងៃបើបរិយន្ត